បាទទស្សនិកជនព័ត៌មានជាដំបូងគេនេះគឺរថយន្ត Maruti RX 300មួយគ្រឿងបើកលឿនរីកចង្កូតទៅបុកខឿនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរស់ម្នាក់បានបើករថយន្ត Maruti RX 300មួយគ្រឿងបើកលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតរីទៅបុកខឿនសួនផ្លូវរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយហើយការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី 2 ខែមិថុនាឆ្នាំ 2026 ថាតាមបណ្ដោយផ្លូវលេខ 217 ក្នុងសង្កាត់វាលវង្សខណ្ឌ 7 មករារាជធានីភ្នំពេញបើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត Maruti RX 300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2B H9719 បើកបរដោយបរិសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ 169 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរីកចង្កូតជ្រុលទៅបុកខឿនបណ្ដាលឲ្យរថយន្តកលជាប់នៅទៅមុខលែរួចរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសចំណែកឯចង្កង់រថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំបន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍បានចោះយកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ 7 មករាជាបណ្ដោះអាសន្នរងចាំការដោះស្រាយគ្នានៅពេលក្រោយពីខ្ញុំបាទលូនឯក TV5 Online News